សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពី VI Vim ហើយនិង Nano ឥឡូវខ្ញុំ S8 ចូលទៅកាន់ SendOS ខ្ញុំសិនតែនេះខ្ញុំដាក់ password SendOS user SendOS ឥឡូវខ្ញុំបាន login វាចូលហើយខ្ញុំទៅមើលOS នេះគឺជា SendOS 9 SendOS Stream 9មកខ្ញុំតើ VI ហើយនិង Vim ខុសគ្នាយ៉ាងដូចម្ដេចខុសគ្នាត្រង់ថា what is VI and Vim VI គឺជា version តូចរបស់ Vim ដែលតទៅ Vim វិញគឺជា original version មានន័យថា version ដើមតែពេល VI ហ្នឹង version គេដែល light ពេកគេយកឲ្យវាទូចទំហំទូច small version បើវិញខ្ញុំទៅ Vim ម្ដង version វាគឺជា version ធំ huge version ហើយខ្ញុំ CD ចូលទៅ lab តាមខ្ញុំបង្កើត file មួយតាមខ្ញុំនឹងណែនាំអំពីការប្រើប្រាស់ Vim ដោយពឹងទៅលើ document នៅខាងស្ដាំនេះយើងពេលយើងចុច H នៅលើ keyboard យើង move left J move down K move up L move right ដល់ពេលយើងចង់ទៅកាន់ឡានទីម៉ាននេះយើងឧទាហរណ៍ឡាន10អញ្ចឹងយើងវាយលេខ10ទៅមក J ហើយខ្ញុំដាក់ number ខ្ញុំ10ខ្ញុំ18ខ្ញុំទៅ line 8របស់ក្រុមនេះ O ទៅកាន់ដើម line ពេលសញ្ញាលើនេះចូលទៅកាន់ដើម line ដែរតែមិនមែនជា space បែក space ទៅមក S and current line ទៅមកសញ្ញា percentage នេះទៅកាន់ bracket ឬក៏ quote ចុចទៅ line inmate នេះវាទៅកាន់វងកញ្ចក់វា move cursor ទៅវងកញ្ចក់បន្ទាប់ H top line screen M middle line screen L bottom line on screen មកយើងចុច E យើងទៅកាន់ word ខាងមុខទៀតទៅ end of current word មក B begin current word មក W begin of next word មកជំនួសតប edit យើងមាន insert mode I insert before current character មាន A មាន I O ធំ O U ហ្នឹង U សម្រាប់ undo ដល់ពេល control R redo វិញឧមាមាន redo វិញ
mà chúng taยังមាន mod switching ยังមានដូចជា insert mode command mode replay mode visual mode visual line mode និង exc សម្រាប់ return ទៅ normal mode ជាដើមមាន I colon or v ធំ exc ជាដើមមកចំណុចចប់ copy និង pasting នៅក្នុង Vim ដូចជា y យ៉ាង c change c ធំ change d delete p ពីតូចពីធំ pass ជាដើមមាន x សម្រាប់ delete តាមអក្សរជា cw change one word change forward current word ជាដើម c4 w c4 cc 4x 4p ជាដើមបន្ទាប់មានដូចជា system clipboard set path enter path mode set no space no path exit path mode យើងអាច path វាបានដោយ control shift v ដើម្បីយើងអាច opening closing and saving file w save file w view យើងបិទយើង write file ដើម្បីយើង quit បិទវិញចូល w new name save ទៅ file name ថ្មី save new name ក៏ save ថ្មីដែរតែedit file ថ្មីហ្នឹងយើងមាន q សញ្ញាឧទាន close file without saving ហើយមាន e35 យើង edit នៅ current buffer មក x យើង write ហើយយើង close vim មកយើងខាងក្រោមមានដូចជា replace សម្រាប់ search ហើយនឹង replace ពាក្យនៅក្នុង Vim ដោយប្រើ command ដូចជា s4 bar ជាដើមឥឡូវខ្ញុំបិទវាសិនC ដើម្បីខ្ញុំបិទ highlight សិនដើម្បីខ្ញុំអាច replace replace substitute n មួយខោខ្ញុំ replace n មួយខោចូលខ្ញុំដាក់នេះមកខោពីអក្សរ n ចំនួនឲ្យខោយើងអាចប្រើ G បាន G សម្រាប់ replace or occurrence on the specified line មក I ignore cache C confirm substitution
ខ្ញុំប្រើសញ្ញា personist សម្រាប់ replace ពេញមួយ file តែម្ដង replace x ដោយ cat អញ្ចឹងអក្សរ x ខ្លាយ cat វាប្រាប់ថាsubstitute បាន2 line ក្នុងខាងក្រោមនេះយើងអាចប្រើជាមួយ regular expression បានសម្រាប់substitution បន្ទាប់មានដូចជាកន្លែង search យើង search ផ្កាយសញ្ញា sharp n ធំ word c ហ្នឹងសម្រាប់ find នៃ current ដោយ ignore cache ពេលខាងក្រោមមួយទៀត word នឹងយើង search មើលតពាក្យហ្នឹងឯងអត់មានជាមួយអត់មានពាក្យហ្នឹងជាប់ជាមួយអក្សរផ្សេងហើយខ្ញុំតេស្ត C វា ignore cache ឥឡូវខ្ញុំ search count វា search count ហើយខ្ញុំមាន airport ហើយនឹង airport me អញ្ចឹងពេលខ្ញុំ search airport វា highlight ទាំងពីរនៅពាក្យជាប់ជាមួយ me ហើយខ្ញុំប្រើខំវិញម្ដង airport ចឹងវា search match ជាមួយនឹងតខាងលើមកខាងក្រោមនេះ NOH ហ្នឹងសម្រាប់បិទ highlight ហើយ search Apple ពេលខ្ញុំ NOH ទៅវាបិទ highlight ហើយខាងក្រោមនោះមាន handy trick មានដូចជាផលសញ្ញាថាសម្រាប់ឲ្យ change cache ដូច lower cache ចឹងទៅ upper cache ពេល HP យើង move character ទៅឆ្វេងស្ដាំទៅឆ្វេងដល់ពេល J ជួញ line ពេល NIL NI ហ្នឹងជា Ester 8 របស់ Vim សម្រាប់ developer run មើលទៅសម្រាប់ fun សម្រាប់ developer មកមានដូចជា help សម្រាប់មើលsub help នៅក្នុង Vim ដូចជា help 4 help ជាដើមមកចំតបខ្ញុំ nano ក៏ជា text editor ដែរនៅក្នុង CentOS nano another editor inspired by Pico នេះគឺជា manual របស់ nano ហើយខ្ញុំសាកប្រើ nano សម្រាប់ទៅមើល a.c file មកយើងអាចមានដូចជា control C help exit drive file p read file replace cut ជាដើមហើយខ្ញុំសេ I am in nano now ពេលចង់ save វាខ្ញុំចុច control S វា save file ហ្នឹងហើយខ្ញុំចូលទៅមើល help ដូចជាតមកយើងអាច write វាបាន control S draw dumper line អូខេហើយអរគុណសម្រាប់ការ
អ្នកទាំងអស់គ្នាដែលបានទស្សនាជួបគ្នានៅវីដេអូក្រោយសុខសប្បាយ